បាទសូមជម្រាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់ថ្ងៃនេះបងប្អូនមកអានអត្ថបទទាក់ទងនឹងអារម្មណ៍មិនមែនជាសត្រូវបាទជូនដល់ពុកម៉ែបងប្អូនស្ដាប់ដោយរីករាយនិងជ្រះថ្លាមនុស្សជាច្រើនគិតថាកំហឹងសោកសៅឬការខកចិត្តគឺជារឿងអាក្រក់ពេលដែលយើងមានអារម្មណ៍ទាំងនេះយើងតែងតែព្យាយាមរត់គេចឬបង្ខំខ្លួនឯងឲ្យមិនមានវាប៉ុន្តែពិតប្រាកដណាស់អារម្មណ៍មិនមែនជាសត្រូវរបស់យើងទេវាជាសារអារម្មណ៍គឺដូចជាសញ្ញាភ្លើងលើផ្លូវពេលភ្លើងក្រហមបញ្ចេញពន្លឺវាមិនមែនចង់រារាំងយើងទេប៉ុន្តែវាចង់ប្រាប់ថាឈប់មួយផ្លែតដូចគ្នានេះដែរកំហឹងប្រាប់យើងថាមានអ្វីមួយមិនត្រឹមត្រូវភាពសោកសៅប្រាប់យើងថាមានអ្វីមួយដែលយើងខ្វះឬបាត់បង់ការខកចិត្តប្រាប់យើងថាការរំពឹងរបស់យើងមិនសមនឹងការពិតបើយើងយល់អារម្មណ៍ជំនួសឲ្យប្រឆាំងវានោះវានឹងក្លាយជាគ្រូបង្រៀនដ៏ល្អបំផុតក្នុងការបង្រៀនរបស់ព្រះពុទ្ធបានបង្ហាញថាការយល់ដឹងអំពីចិត្តខ្លួនឯងគឺជាគន្លឹះនៃប្រាជ្ញាពេលយើងសង្កេតអារម្មណ៍ដោយមិនវាយតម្លៃមិនបដិសេធនិងមិនភ័យខ្លាចវាធ្វើឲ្យចិត្តយើងស្ងប់និងច្បាស់លាស់បញ្ហាមិនមែនកើតពីអារម្មណ៍ទេប៉ុន្តែកើតពីរបៀបដែលយើងប្រតិកម្មកំហឹងមួយវិនាទីអាចបំផ្លាញទំនាក់ទំនងជាច្រើនឆ្នាំប្រសិនបើយើងមិនគ្រប់គ្រងវាបានតែបើយើងដកដង្ហើមជ្រៅមួយស្ងប់មួយផ្លែតហើយសួរខ្លួនឯងថាតើអារម្មណ៍នេះចង់ប្រាប់អ្វីខ្ញុំអារម្មណ៍នឹងคล้ายជាមិត្តមិនមែនជាសត្រូវទេមនុស្សដែលមានប្រាជ្ញាមិនមែនជាមនុស្សដែលគ្មានអារម្មណ៍ទេប៉ុន្តែជាមនុស្សដែលយល់និងដឹកនាំអារម្មណ៍បានពេលយើងរៀនស្ដាប់ចិត្តខ្លួនឯងយើងនឹងដឹងព្រមទាំងរងឥទ្ធិពលពីពាក្យអ្នកដទៃឬក៏ស្ថានភាពខាងក្រៅឡើយចុងក្រោយនេះសូមចងចាំអារម្មណ៍គ្រាន់តែជាភ្ញៀវមកស្នាក់នៅមិនមែនជាម្ចាស់ផ្ទះទេកុំអនុញ្ញាតឲ្យភ្ញៀវគ្រប់គ្រងផ្ទះរបស់អ្នកតែចូលរៀនទទួលស្គាល់វាស្ដាប់វាហើយអនុញ្ញាតវាចាកចេញដោយស្ងប់ស្ងាត់បើវីដេអូនេះមានអត្ថប្រយោជន៍សូម like share និង subscribe ដើម្បីទទួលបានវីដេអូលើកទឹកចិត្តថ្មីៗរៀងរាល់ថ្ងៃសូមអរ